រឿងតុក្កតាមរណៈនៅជាយទីក្រុងសួងនៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយមានក្មេងស្រីម្នាក់ឈ្មោះសុជាតានាងជាក្មេងស្លូតបូតនិងឧស្សាហ៍ព្យាយាមថ្ងៃមួយពេលសុជាតាដើរត្រឡប់ចេញពីសាលារៀនវិញនាងបានឃើញតុក្កតាមួយធ្លាក់នៅលើភក់ក្បែរផ្លូវតុក្កតានោះមានរាងជាក្មេងស្រីតូចមួយស្លៀកពាក់សម្លៀកបំពាក់ពណ៌សមានសក់វែងខ្មៅរលើបរលើងភ្នែកធំដែលមើលទៅហាក់បីដូចជាមានជីវិតរស់រវើកសុជាតាយកដៃទៅប៉ះហើយមានអារម្មណ៍ថាតុក្កតានេះមានភាពកក់ក្ដៅចម្លែកប៉ុន្តែនាងមិនខ្វល់ទេហើយក៏សម្រេចចិត្តរើសយកតុក្កតាគូឲ្យស្រឡាញ់នេះទៅផ្ទះនៅផ្ទះសុជាតាដាក់តុក្កតានេះនៅលើតុក្នុងបន្ទប់គេងរបស់នាងយប់ដំបូងនាងសម្គាល់ឃើញថាតុក្កតាហាក់បីដូចជាផ្លាស់ទីបន្តិចបន្តួចប៉ុន្តែនាងគិតថាវាគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីប៉ុន្មានថ្ងៃអ្វីចាប់ផ្ដើមចម្លែកសុជាតាចាប់ផ្ដើមអោបតុក្កតានោះគ្រប់ពេលទាំងថ្ងៃទាំងយប់ដៃរបស់នាងមិនដែលលែងចេញពីតុក្កតាឡើយនាងតែងតែអង្គុយនិយាយម្នាក់ឯងសើចចេញមកដូចជាគ្មានមូលហេតុហើយភ្នែករបស់នាងប្រែជាស្រអាប់មិនដូចជាក្មេងធម្មតាក៏ព្រោះតែនាងមិនបានដេកសោះឡើយហើយឪពុកម្ដាយរបស់នាងចាប់ផ្ដើមព្រួយបារម្ភខ្លាំងទៅសុជាតាដាក់តុក្កតានេះចុះទៅកូនហើយទៅសម្រាកទៅម្ដាយរបស់នាងនិយាយប៉ុន្តែសុជាតាមិនបានឆ្លើយទេនាងគ្រាន់តែសម្លឹងមើលម្ដាយដោយភ្នែកស្មើហើយកាន់តុក្កតានោះកាន់តែជាប់យប់មួយឪពុកម្ដាយរបស់នាងឮសំឡេងខ្សឹបចេញពីបន្ទប់របស់នាងពួកគេបើកទ្វារចូលទៅមើលហើយឃើញសុជាតាកំពុងតែអង្គុយនៅជ្រុងបន្ទប់ដៃអោបតុក្កតាហើយនាងនិយាយថាគេប្រាប់ខ្ញុំថាខ្ញុំត្រូវតែស្ដាប់ពេលនោះម្ដាយឪពុករបស់នាងមានការងឿងឆ្ងល់ជាខ្លាំងស្ទុះទៅអោបកូនហើយឲ្យកូនឡើងមកលើគ្រែសម្រានៅថ្ងៃបន្ទាប់អាកប្បកិរិយារបស់សុជាតាកាន់តែអាក្រក់ទៅនៅសាលារៀននាងបានយកកន្ត្រៃចាក់មិត្តភ័ក្តិរបស់នាងដោយសារតែមិត្តរបស់នាងបានប៉ះតុក្កតានោះមិត្តរបស់នាងរងរបួសធ្ងន់ធ្ងរជាខ្លាំងហើយលោកគ្រូបានហៅឪពុកម្ដាយរបស់នាងមកជួបប៉ុន្តែនៅផ្ទះរឿងកាន់តែគួរឲ្យខ្លាចបានកើតឡើងជាបន្តបន្ទាប់យប់មួយឪពុករបស់នាងភ្ញាក់ឡើងហើយឃើញសុជាតាឈរនៅក្បែរគ្រែរបស់គាត់ដោយដៃកាន់កាំបិតនិងដៃមួយទៀតអោបតុក្កតាយ៉ាងជាប់គេប្រាប់ខ្ញុំថាអ្នកមិនសមនឹងរស់ទេនាងនិយាយដោយសំឡេងល្វើយមុននឹងលោតទៅចាក់ឪពុករបស់នាងជាសំណាងល្អឪពុករបស់នាងអាចចាប់នាងទាន់ពេលហើយដណ្ដើមកាំបិតចេញគាត់បានរត់យកតុក្កតាពីដៃនាងហើយបោះវាចូលទៅក្នុងភ្នក់ភ្លើងពេលនោះតុក្កតាឆេះសុជាតាស្រែកយ៉ាងខ្លាំងហើយដួលសន្លប់តែម្ដងនៅពេលដែលនាងភ្ញាក់ឡើងនាងមិនបានចាំអ្វីទាំងអស់អំពីអ្វីដែលបានកើតឡើងប៉ុន្តែភ្នែករបស់នាងហាក់ត្រឡប់មកភ្លឺថ្លាឡើងវិញនៅក្នុងផេះនៃភ្លើងឪពុករបស់នាងឃើញឆ្អឹងតូចមួយដុំដែលហាក់បីដូចជាមិនមែនជាឆ្អឹងរបស់តុក្កតាធម្មតាតាំងពីថ្ងៃនោះមកគ្មានអ្នកណាហ៊ានរើសរបស់ចម្លែកនៅតាមផ្លូវទៀតឡើយហើយសុជាតាបានរៀនថាមានរបស់ខ្លះដែលមើលទៅស្រស់ស្អាតប៉ុន្តែលាក់នៅភាពអាក្រក់ដែលមិនអាចពន្យល់បាន